សួស្តីអ្នកទាំងអស់គ្នាវិលស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់ Admin ហើយថ្ងៃនេះផងដែរសូមមកតាមដានទស្សនានៅព័ត៌មានជាបន្តទៀតដូចតទៅសម្រាប់ខែអង្គារទី24ខែមីនាឆ្នាំ2021នេះ Admin នឹងលើកយកព័ត៌មានខ្លីមួយទាក់ទងនឹងសម្រាប់ប្រិយមិត្តថ្មីដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Admin អ្នកវិភាគបាល់ទាត់ Paul Merson ជឿថា Arsenal នឹងនៅតែឈ្នះពាន Premier League រដូវកាលនេះទោះបីជាពួកគេបរាជ័យក្នុងវគ្គប្រាច់ព្រាត់ Carabao Cup ទល់នឹង Manchester City ក៏ដោយប៉ុន្តែគាត់គិតថានេះនឹងជាពានតែមួយគត់ដែល Arsenal អាចឈ្នះបានMerson និយាយថា Man City បំផ្លាញ Arsenal នៅពាក់កណ្ដាលទី2ហើយកីឡាករ Arsenal មិនចង់កាន់បាល់ឡើយវាជាការបរាជ័យដែលប៉ះពាល់ដល់ទំនុកចិត្តខ្លាំងយ៉ាងណាក៏ដោយ Arsenal នៅតែមានអត្ថប្រយោជន៍9ពិន្ទុនៅលើតារាង Premier League ហើយនៅសល់ការប្រកួតសំខាន់ៗសម្រាប់ពានផ្សេងៗ FA Cup Man City នៅតែខ្លាំង Champions League អាចជួប Barcelona ហើយ Merson មើលថា Arsenal ពិបាកប្រកួតបានគាត់ក៏រិះគន់ថាកីឡាករ Arsenal ភាគច្រើនមិនចំកាន់បាល់ពេលស្ថានភាពអាក្រក់ដែលជារឿងគួរឲ្យព្រួយបារម្ភមានតែ William Saliba និង Gabriel Magalhaes ប៉ុណ្ណោះដែលលេងបានល្អអតីតអ្នកចាំទីរបស់ Chelsea គឺ Rob Green បានបង្ហាញថាគាត់នឹងមិត្តរួមក្រុមមិនទទួលបានប្រាក់រង្វាន់សោះសម្រាប់ការឈ្នះពាន UEFA Europa League ឆ្នាំ2019 Chelsea បានឈ្នះ Arsenal 4-1 នៅវគ្គផ្ដាច់ព្រាត់ក្នុងទីក្រុង Baku ដោយមានគ្រាប់បាល់ពី Olivier Giroud, Pedro និង Eden Hazard ពីក្រាប Green ដែលជាអ្នកចាំទីជម្រើសទី3មិនបានចូលលេងឡើយប៉ុន្តែគាត់នៅក្នុងក្រុមគាត់បាននិយាយថាពេលសួរអំពីប្រាក់រង្វាន់មន្ត្រីក្លឹបបានឆ្លើយថាពាននេះមិនមែនជាពានធំដូច Champions League ទេហើយក្លឹបមិនផ្ដល់ប្រាក់រង្វាន់សម្រាប់វា Green ក៏បានបញ្ជាក់ថានោះគឺជារដូវកាលតែមួយរបស់គាត់នៅ Chelsea មុននឹងចូលនិវត្តន៍ហើយគាត់មិនបានលេងសូម្បីតែ1នាទីក្រោមការដឹកនាំរបស់ Mauricio Sarri ព្រោះមាន Kepa Arrizabalaga និង Willy Caballero នៅមុខគាត់